អញ្ចឹងភ្ជាប់ទៅសំណួរដែលបងលើកឡើងស្របទៅលើការអប់រំខ្ញុំសូមភ្ជាប់ទៅតើបងមានជាគិតទៅលើសារៈសំខាន់នៃការអប់រំអញ្ចឹងតើបងគិតថាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនជំនាន់ក្រោយមានសារៈសំខាន់ដូចនេះខ្លះការអប់រំមានជា2 level ជាទូទៅអ្វីដែលយើងហៅថា2 level នោះមានន័យថាមុននឹងគាត់ចូលមកធ្វើការនៅក្រុមហ៊ុនជីគាគឺគាត់បានធ្វើការរៀនសូត្រដែលគាត់អាចចប់ជាថ្នាក់ទូទៅគាត់អាចចប់ជាថ្នាក់បញ្ញាបត្រឬមួយគាត់ចប់ជាថ្នាក់ master អីហោហាយអញ្ចឹងការ recruit បុគ្គលិកទៅតាម department ផ្សេងៗហ្នឹងទៅតាម criteria នៃការជ្រើសរើសអញ្ចឹងអាហ្នឹងយើងអាចរាប់បានថាជាការអប់រំមួយដែលគាត់ត្រូវសិក្សាតែទៅហ្នឹងអ្វីដែលយើងចង់និយាយថាការបណ្ដុះបណ្ដាលអប់រំបន្ថែមនោះគឺការបណ្ដុះបណ្ដាលអប់រំនៅក្នុងរង្វង់ការងារដែលការអប់រំនៅក្នុងរង្វង់ការងារនេះពិតជាមានសារៈសំខាន់ណាស់មានន័យថាអ្នកខ្លះរៀនពី accountant ទៅអ្នកខ្លះរៀន business ទៅអ្នកខ្លះរៀនពីទំនាក់ទំនងអន្តរជាតិហោហាយអីចឹងហោហាយចែកពេលយើងមកធ្វើការនៅក្នុងក្រុមហ៊ុនគឺយើងបានបែងចែកទៅក្នុង department ផ្សេងៗគ្នាដែលយើងចូលទៅក្នុងជីវិតពិតរបស់យើងក្នុងការធ្វើការហើយជាកន្លែងមួយដែលយើងអាចមើលឃើញថាជាកន្លែងដែលដកបទពិសោធន៍ហើយជាកន្លែងដែលយើងសម្រេចចិត្តខុសគឺអាចមនុស្សគ្រប់គ្នាអាចលែងមានការងារធ្វើក្រុមហ៊ុនអាច bankruptcy អីហោហាយអញ្ចឹងកន្លែងនេះគឺជាអត់មានកន្លែងដែលយើង stimulation ទេគឺជាកន្លែងដែល practice ជាក់ស្ដែងដូច្នេះវាទាមទារឲ្យយើងត្រូវរៀនលត់ដំខ្លួនដែរហើយវាត្រូវការរៀនសូត្រហោហាយអញ្ចឹងសម្រាប់ក្រុមហ៊ុន Jigia គឺយើងបានផ្ដោតសំខាន់ណាស់ទៅលើការសិក្សាអប់រំទាំងអស់នេះផ្ដោតសិក្សាអប់រំរបៀបម៉េចទី1គឺយើងមានវគ្គគេហៅថា Young Leader Program ដែលកន្លងមកយើងបានសិក្សា4-5 cohort ហើយមានន័យថាយើងយក supervisor យើងយកថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Jigia ក្មេងៗហ្នឹងឲ្យមកចូលរៀនថ្នាក់គេហៅថា Young Leader Program Young Leader Program នេះគឺជាការ combine យុវជននៅគ្រប់ department ទាំងអស់ឲ្យចូលមកម្ដុំហើយយើងបង្រៀនទៅលើការងារ operation ក្រុមហ៊ុនទាំងមូលមានន័យថាទាំងពី finance financial background ទាំងពី marketing ទាំងពី retail management ទាំងពីច្បាប់ការងារទាំងពីច្បាប់ពន្ធរហូតដល់ចុងក្រោយគឺយើងមានជាគេហៅថាយើងបង្កើតជា project ដើម្បីឲ្យគាត់ចែកជា group ហើយគាត់សិក្សាហើយគាត់អាច implement បានអានោះមួយទី2សម្រាប់ការងារបច្ចេកទេសគឺយើងត្រូវ modernize អ្វីដែលបងប្អូនធ្លាប់រៀនពីសាលាបច្ចេកទេសមកនៅពេលដែលយើងមកចូលធ្វើការជាក់ស្ដែងគឺយើងត្រូវ understand ថាតើ product ហ្នឹងវាមិនដើម្បី specific ទៅលើ product មួយអញ្ចឹងឧទាហរណ៍ថាការផ្សារនៅសាលារៀនគឺយើងផ្សារធ្វើម៉េចឲ្យវាជាប់ការផ្សារនេះត្រូវមិនត្រឹមជាប់ទេត្រូវឲ្យស្អាតទៀតហើយដើម្បីធានាបានថាវាមិនមានបញ្ហា leak ឬមួយបញ្ហាអីហូរហែអញ្ចឹងការរៀនផ្សារជាបែប bond ជា tip អីបន្តិចបន្តួចក្នុងការបរៀនផ្សារនេះគឺសំខាន់ណាស់ហើយនឹងជាពិសេសគឺរបៀបដែល process នៃការ finishing នៃការងារមួយអញ្ចឹងផ្សារជាប់ត្រូវសម្អាតទៅយកស្ពាន់មិនត្រូវធ្វើ test មិនដើម្បីធានាថាវាមិនមានការលេចអីហើយអញ្ចឹងតែមិនហ្នឹងក្រុមហ៊ុន Jigia មិនត្រឹមតែយើង training សម្រាប់បុគ្គលិកនៅក្នុង in house យើងទេហើយយើងបានសហការជាមួយសាលាបច្ចេកទេសមួយចំនួនគឺពេលដែលគាត់ qualify ដល់កម្រិតមួយគឺគាត់អាចទៅប្រឡងដើម្បីយកសញ្ញាបត្រទៀតសម្រាប់បុគ្គលិកយើងមួយចំនួនដែលគាត់មិនមានសញ្ញាបត្រតែមិនក្នុងរយៈពេល 7-8 ឆ្នាំចុងក្រោយនេះ Jigia គឺមានបេសកកម្មមួយគឺយើងតែធ្វើការបណ្ដុះបណ្ដាលគេហៅថា skill upgrade មានន័យថាបំពាក់ជំនាញបន្ថែមជូនទៅបងប្អូនដែលគាត់ដំឡើងម៉ាស៊ីនត្រជាក់នៅតាមដៃគូអាជីវកម្មផ្សេងឬមួយគ្រប់ខេត្តក្រុងទាំងអស់ដើម្បីធានាបានថាការដំឡើងម៉ាស៊ីនត្រជាក់របស់គាត់ជាពិសេសគឺផលិតផល LG ដែលយើងកំពុងចែកចាយនេះការដំឡើងរបស់គាត់គឺគាត់ understand ច្បាស់លាស់ទៅក្នុងរបៀបនៃការដំឡើងហេតុអីបានគាត់ត្រូវ understand ច្បាស់លាស់ដោយសារបងប្អូនដែលគាត់ដំឡើងម៉ាស៊ីនត្រជាក់ហ្នឹងគឺគាត់ចេះដំឡើងគាត់ដើរមើលគេគាត់ដើរកាន់នទាកាន់អីឲ្យគេយូរទៅតាមមេជាងយូរគាត់ចេះតម្លើងចេះអីអញ្ចឹងតែសួរថាគាត់បានធ្លាប់រៀនទ្រឹស្ដីគាត់ដែរបានរៀនទ្រឹស្ដីទេអញ្ចឹងអ្វីដែលយើងទៅធ្វើ skill បំពាក់គាត់នោះទី1គឺយើងបំពាក់ទៅលើទ្រឹស្ដីមួយចំនួនឧទាហរណ៍ថាផ្សារហ្នឹងទៅផ្សាររបៀបម៉េចឲ្យវាស្អាតការប្រើប្រាស់ tool នៅក្នុងការផ្សារការដែលយើងផ្សារហើយយើងត្រូវបូមយើងត្រូវតេស្តអាស៊ូតមិនសម្អាតខាងក្នុងមិនដើម្បីឲ្យវាស្អាត
យើងត្រូវ work ជុំរយៈពេលប្រហែលដើម្បីធានាថាកតិកទីទាំងអស់វាត្រូវចេញតែមិនដើម្បីទៅយកស្ពាន់ហ្នឹងវាអត់លិចអញ្ចឹងអាក្នុង tip ទាំងអស់ហ្នឹងគាត់ត្រូវរៀនបន្ថែមអញ្ចឹងហ្នឹងស្អីទៀតដែលគាត់ត្រូវរៀនគឺគាត់ត្រូវរៀនពី safety ថាពេលចូលទៅអង្គកន្លែងដែលធ្វើការហ្នឹងតើមានស្អីទៀតដែលគាត់ត្រូវប្រយ័ត្នប្រយែងដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពេលដែលគាត់ចុះទៅការដ្ឋានព្រោះអានេះសំខាន់ណាស់នៅក្នុងអាជីពជាជាងអញ្ចឹងអាហ្នឹងជាហោហែបន្តបន្ទាប់ក្នុងរយៈពេល 7-8 ឆ្នាំចុងក្រោយនេះមកសុំទឹកតិចអញ្ចឹងក្នុងរយៈពេល 7-8 ឆ្នាំចុងក្រោយនេះបន្ទាប់អាចរាប់បានថាក្នុងកលៈទេសៈដែលលំបាកបំផុតជាពិសេសគឺដំណាក់កាល COVID ដែលមនុស្សទាំងអស់ត្រូវ lockdown ក៏យើងនៅតែមានការ training មួយចំនួនតាម Zoom ដែរពេលនោះអញ្ចឹងក្នុងរយៈពេល 7-8 ឆ្នាំចុងក្រោយនេះគឺយើង train មនុស្សបានរាប់ពាន់នាក់ទូទាំងប្រទេសអញ្ចឹងបើសិនជាអតិថិជនក៏ដូចជាបងប្អូនទាំងអស់អាចសួរបានជាងកន្លែងសិនជាទាំងអស់ថានៅតាមខេត្តក្រុងគឺបើសិនជាបងប្អូនសួរអាចភាគច្រើនគឺពួកគាត់សិតតែធ្លាប់បានចូលវគ្គ training ជាមួយនឹងក្រុមហ៊ុន Gear ហើយនឹង LG ដែលយើងធ្វើជារៀងរាល់ឆ្នាំហើយធ្វើជាទៀងទាត់គ្រប់ខេត្តក្រុងដែលយើងប្រមូលយកមកធ្វើការសិក្សារៀនសូត្រតែមនុស្សក៏យើងបានបើកឱកាសឲ្យយុវជនយើងនៅក្នុងក្រុមហ៊ុនមានអ្នកខ្លះគឺគាត់រៀនបន្តដើម្បីយកជំនាញផ្សេងបន្ថែមទៀត Bachelor អាចរៀនយកថ្នាក់ Master អីហោហែអញ្ចឹងអាហ្នឹងជាកម្រិត degree មួយសម្រាប់ថ្នាក់បងប្អូនមួយចំនួនដែលគាត់ពឹងប្រែងរៀនបន្តថែមទៀតជាពិសេសនៅក្នុងថ្នាក់ដឹកនាំក្មេងៗរបស់ក្រុមហ៊ុន Gear បាទបងភ្ជាប់ទៅសំណួរទី2ដោយសារយើងមើលឃើញពីការប្រឹងប្រែងរបស់ Gear Group អញ្ចឹងតើ Gear Group នឹងបន្តចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាទាំងពេលបច្ចុប្បន្ននិងពេលអនាគតយ៉ាងដូចម្តេចខ្ញុំគិតថាសម្រាប់ក្រុមហ៊ុន Gear យើងឃើញហើយអ្វីដែលយើងរីកធំធាត់មកដល់ថ្ងៃនេះគឺយើងឆ្លើយទៅសំណួរដើមវិញថាហេតុអីបាន Gear រឹងមាំហេតុអីបាន Gear អាចឈរជើងបានហេតុអីបានដៃគូប្រកួតប្រជែងយើងក្នុងរយៈពេល15ឆ្នាំនេះយើងបានឈរធ្វើការ compete ប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងយើងមិនតិចជាង30ក្រុមហ៊ុននេះដែលជាម៉ាកមួយដែលល្បីនៅកូរ៉េដែរនោះហើយតំណាងចាយរបស់គាត់តែងដូរឈ្មោះក្រុមហ៊ុនជារៀងដរាបហេតុអីដោយសារក្រុមហ៊ុន Gear គឺយើងធ្វើរ៉ូស៊ីដោយសុចរិតយើងរ៉ូស៊ីដោយមានហេដ្ឋារចនាសម្ព័ន្ធបែបផែនក្នុងការបំពេញកាតព្វកិច្ចពន្ធកាតព្វកិច្ចអីឲ្យយើងមានតម្លាភាពណតិភាពអញ្ចឹងមានន័យថាយើងអាច survival បានអញ្ចឹងការដែលយើងធ្វើការរ៉ូស៊ីត្រឹមត្រូវយើងបង់ពន្ធជូនរដ្ឋបុគ្គលិកយើងបានបង់ពន្ធជូនទៅរដ្ឋនេះហើយគឺជាការចូលរួមចំណែកមួយយ៉ាងធំរបស់ក្រុមហ៊ុន Gear ទៅក្នុងសេដ្ឋកិច្ចជាតិតែហ្នឹងបើយើងក៏លេខមើលទៅលើប្រាក់ខែដែលយើងបានបើកឲ្យបុគ្គលិកយើងមិនតិចជាង$40,000ក្នុងមួយខែអញ្ចឹងនៅក្នុងថវិកាទាំងអស់នេះយើងឃើញថាតើក្នុងបុគ្គលិកប្រហែលជា600នាក់ហ្នឹងថាតើបានចូលទៅក្នុងសេដ្ឋកិច្ចគ្រួសាររៀងខ្លួនហ្នឹងចំនួនប្រមាណគ្រួសារគឺច្រើនមែនតើអញ្ចឹងសម្រាប់ពេលបច្ចុប្បន្នទៅថ្ងៃមុខខ្ញុំគិតថា Gear បានចូលរួមចំណែកយ៉ាងសកម្មជាចំណែកនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងសេដ្ឋកិច្ចគ្រួសាររបស់បុគ្គលិករបស់យើងទាំងអស់ក៏ដូចជាសេដ្ឋកិច្ចជារួមជាពិសេសគឺការចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ក្រុមហ៊ុន Gear ដែលយើងបានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅការធ្វើអាជីវកម្មដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Gear អញ្ចឹងទាំងអស់នេះខ្ញុំគិតថាជាអ្វីដែលយើងបានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជាតំណាងឲ្យ Gear Group សម្រាប់បងតើការបដិញ្ញាចិត្តអ្វីខ្លះចំពោះអតិថិជនជាដៃគូសហការរបស់យើងថាយើងនឹងបន្តជាមួយគ្នាតទៅមុខទៀតបាទសម្រាប់យើងក្រុមហ៊ុន Gear បើសិនជាយើងមើលពីក្រោមក្រុមហ៊ុន Gear Group យើងនឹងឃើញយើងមានពាក្យមួយដែលជា tagline របស់យើងហ្នឹងគឺ growing together អញ្ចឹង Gear គឺយើងមិនមែនហើយ tagline នេះមិនមែនតែដាក់ទេ tagline នេះគឺយើងបានជ្រើសរើសដាក់តាំងពី day 1នៃការកកើតក្រុមហ៊ុនហេតុអីបានយើងដាក់ពី day 1
តាំងពីពេលនោះពីព្រោះថាយើងមាន philosophy របស់យើងថាក្រុមហ៊ុន Chigia គឺយើងមិនមែនកកើតឡើងរស់តែឯងហើយរកស៊ីធ្វើម៉េចឲ្យយើងចំណេញលុយតែឯងដោយភ្លេចគេគ្រប់គ្នាទេអញ្ចឹងការរកស៊ីរបស់ក្រុមហ៊ុន Chigia ការឈរជើងការរំពឹងនៅក្នុងទីផ្សាររាល់ថ្ងៃនេះគឺយើងធ្វើការចែករំលែកហើយការដែលយើងធ្វើការចែករំលែកនេះមានន័យថាម៉េចមានន័យថា Chigia ជាក្រុមហ៊ុនក៏ត្រូវការរីកចម្រើនបុគ្គលិកនៅក្នុងក្រុមហ៊ុន Chigia ទាំងអស់ក៏ត្រូវការរីកចម្រើនដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Chigia ទាំងអស់រួមទាំង supplier ដូច LG Hyundai អីផ្សេងៗហ្នឹងគឺយើងគាត់ក៏ត្រូវការរីកចម្រើនដៃគូចែកចាយដែលជាដៃគូចែកចាយទូទាំងប្រទេសរាប់រយហាងដែលគាត់រកស៊ីទទួលទានជាមួយក្រុមហ៊ុន Chigia នេះក៏គាត់ត្រូវការរីកចម្រើនរហូតដល់ជាងម៉ាស៊ីនត្រជាក់មួយចំនួននោះគឺយើងបានជួយដើម្បីធ្វើយ៉ាងណាឲ្យគាត់អាចរកចំណូលបានច្រើនជាងមុនបន្ទាប់ពីគាត់ឆ្លងវគ្គ training របស់យើងអញ្ចឹងទាំងអស់នេះគឺជាការរីកចម្រើនរួមគ្នាមានន័យថាជាទស្សនវិស័យយើងនៅតែបន្តបេសកកម្មនឹងគឺយើងធានាធ្វើម៉េចធានាឲ្យបានថាដៃគូអាជីវកម្មក្តីបុគ្គលិកក្តីក្រុមហ៊ុន Chigia ក្តីយើងធានាថាយើងនឹងរីកចម្រើនទាំងអស់គ្នានៅក្នុងបេសកកម្មនៃអាជីវកម្មរបស់ក្រុមហ៊ុន Chigia លើសពីនោះទៅទៀតក្រុមហ៊ុន Chigia ក៏មិនដែលបានភ្លេចដែរសម្រាប់បេសកកម្មទៅក្នុងកិច្ចការសង្គមអញ្ចឹងការងារសង្គមនោះសួរថាតើក្រុមហ៊ុន Chigia បានធ្វើអីគេខ្លះក្នុងរយៈពេល15ឆ្នាំនេះក្រុមហ៊ុន Chigia នៅក្នុងការសង្គមគឺយើងបានធ្វើការយ៉ាងសកម្មជាពិសេសក្នុងរយៈពេលជារួមគឺយើងបានចាប់ដៃគូជាមួយនឹងសមាគមយុវជនស្ម័គ្រចិត្តសម្ដេចតេជោហៅថាដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តនោះគឺយើងបានចូលរួមជាមួយគ្នាសឹងតែថា since day one នៃការកកើតក្រុមហ៊ុន Chigia គឺយើងបានសហការជាថវិកានៅពេលនោះដើម្បីជួយសមាគមក្នុងការចុះពិនិត្យព្យាបាលប្រជាពលរដ្ឋនៅតាមទីជនបទរហូតមកដល់ពេលនេះយើងឃើញហើយថាសមាគមធីតាបានដើរតួយ៉ាងសំខាន់នៅពេលដែលជាពិសេសនៅពេលដែលប្រទេសជាតិបានមានអាសន្នម្ដងដូចជាពេល COVID ហើយពេលដែលយើងភាសឹកអីថ្មីនេះអញ្ចឹងតួនាទីរបស់គាត់សំខាន់នៅក្នុងហ្នឹងការងារទី2របស់ក្រុមហ៊ុន Chigia យើងឃើញហើយក្នុងដំណាក់កាលដែលយើងមាន COVID មានអីគឺក្រុមហ៊ុន Chigia បានដើរតួយ៉ាងសកម្មជាមួយនឹងពេទ្យធីតាដដែលហ្នឹងគឺយើងបានចោះជួយធ្វើ set up មន្ទីរពេទ្យ emergency hospital អីហោហែនៅពេលដែលយើងកសាងមន្ទីរពេទ្យ emergency នៅពេលនោះលើសពីនោះទៅទៀតបើសិនជាយើងបានឃើញរូបភាពនៅពេលនោះគឺយើងបានឃើញបុគ្គលិករបស់យើងធ្វើម៉ាស៊ីនត្រជាក់គឺយើងពាក់កៅអៅ PPE level 3ដូចពេទ្យដែរតែយើងចូលទៅជួសជុលម៉ាស៊ីនត្រជាក់យើងចូលទៅជួសជុលចរយន្តដែលការងារទាំងអស់នេះសិតតែការងារនៅក្នុងតំបន់ក្រហមដែលខ្ញុំមិនជឿថាមានបរទេសណាអាចចូលមកធ្វើការងារទាំងអស់ហ្នឹងទេហើយនេះជាការងារសង្គមមួយដែលក្រុមហ៊ុន Chigia មានមោទនភាពហើយពេញចិត្តក្នុងការចូលរួមចំណែកក្នុងការងារទាំងអស់នេះអញ្ចឹងអ្វីដែលខ្ញុំរៀបរាប់ពីដើមមកដូចជាការ training ជាងអីហោហែដំឡើងនៅតាមខេត្តក្រុងនេះក៏ជាបេសកកម្មមួយសម្រាប់ការងារសង្គមរបស់ក្រុមហ៊ុន Chigia ដែលយើងបានធ្វើតំនឹងជារៀងរាល់ឆ្នាំគឺយើងតែងមានធ្វើការបរិច្ចាគឈាមជាទៀងទាត់ម្ដងនៅភ្នំពេញម្ដងនៅសៀមរាបដែលជាការធ្វើការបរិច្ចាគឈាមនេះគឺធ្វើឲ្យទី1គឺដើម្បីជួយសម្រួលមណ្ឌលដើម្បីឲ្យមានឈាម reserve គ្រប់គ្រាន់ទី2ដើម្បីឲ្យបុគ្គលិកយើងមានទម្លាប់នៃការបរិច្ចាគឈាមដើម្បីកុំឲ្យគាត់មានភាពភ័យខ្លាចហើយឲ្យគាត់អាចយល់ថាការបរិច្ចាគឈាមនេះគឺជារឿងសាមញ្ញជាក់ស្ដែងខ្ញុំខ្លួនឯងក៏បរិច្ចាគបានច្រើនដងមែនទែនក្នុងការបរិច្ចាគឈាមទី3អ្វីដែលយើងមើលឃើញថាក្រុមហ៊ុន Chigia តែងតែបន្តបេសកកម្មជួយនោះគឺការងារសង្គមដូចជាការងារទៅលើការអប់រំដូចជាសម្ភារៈសិក្សាក្មេងៗដូចជាក្នុងពេលថ្មីក្នុងជំរំភាសឹកគឺយើងបានចំណែកយ៉ាងសកម្មក្នុងការចូលរួមកសាងស្នាក់នៅបណ្ដោះអាសន្នសម្រាប់បងប្អូនជនភាសឹកជាពិសេសគឺទៅលើចាស់ដែលអាយុច្រើនហើយនិងស្ត្រីមានផ្ទៃពោះហើយនឹងការចូលរួមចំណែកជាគំនិតរួចផ្ដើមក្នុងការធ្វើ fundraising ក្នុងការជួយកសាងទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាការគ្រប់គ្រងធុងទឹក
ការធ្វើបង្គន់អនាម័យខ្ញុំគិតថាការចូលរួមមកចំណែកណាមួយនេះរបស់ក្រុមហ៊ុន Jigia តាមរយៈក្រុមហ៊ុនផ្ទាល់តាមរយៈមិត្តភ័ក្តិហើយនឹងដៃគូអាជីវកម្មទាំងអស់ដែលនឹងសជនខ្ញុំគិតថាការងារទាំងអស់នេះសុទ្ធតែជាការងារសង្គមមួយដែលក្រុមហ៊ុន Jigia នៅតែបន្តបេសកកម្មធ្វើជាហើយនេះហើយអ្វីដែលយើងអាចរាប់បានថាយើងមិនរកស៊ីទទួលទានឲ្យបានតែចំណេញទេតែយើងក៏មានពេលផ្ដល់ឲ្យទៅវិញដល់ប្រជាជនដែលគាត់កំពុងតែខ្វះខាតដែរមានទេ